Hello សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំពូរ៉ាមដល់ទៀតហើយនៅវីដេអូនេះខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាអំពីច្បាប់ event កែបរយៈយើងច្បាប់ទី1របស់យើងគ្នាយើងត្រូវតែ time កែបហ្នឹងយើងមិនអាចទៅប្រើ hack time imprint ឬក៏យើង spawn បានទេត្រូវតែយកកែប7ពណ៌ហើយយើងត្រូវតែលេខកែប7ពណ៌អញ្ចឹងកុំឲ្យអ្នកខ្លះគាត់មាន hack មានអីអញ្ចឹងទៅគាត់ spawn បានស្រួលអញ្ចឹងណាយើងត្រូវឲ្យពិបាកទៅដើម្បីយើងលេងសប្បាយទាំងអស់គ្នាហើយច្បាប់ទី2ពេលដែលគ្នាយើងយកក្អែបខំគ្នាហ្នឹងគឺអត់ឲ្យប្រើរបស់ជំនួយអីទាំងអស់គ្នាយើងអាចត្រឹមតែពាក់សដលលើវាបានទេគឺអត់ឲ្យប្រើ GC ឬរបស់ជំនួយអីគ្រប់យ៉ាងដូចគ្នាយើងឃើញស្ដាយអញ្ចឹងថាកន្លែងនេះខ្ញុំបាយជា2អញ្ចឹងគឺយើងខំម្ដង2គូហើយ event នេះដែរគឺលេងចម្រុះយកអ្នកឈ្នះលេខ1សម្រាប់រង្វាន់អ្នកលេខ1គឺបាន$2កន្លះអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ